រឿងទន្សាយជាប់គូតនឹងគល់ត្រាចថ្ងៃមួយទន្សាយស្វែងរកចំណីអាហារបានប្រទះគល់ត្រាចមួយដែលគេទើបនឹងកាប់ថ្មីមានជ័រកកស្អិតតតណាត់ទន្សាយលោតផ្លោតអង្គុយពីលើជ័រជាប់គូតនឹងជើងរើពុំរួចនៅនឹងថ្កល់លើគល់ត្រាចនោះជួនជាពេលនោះមានកូនដំរីមួយវាដើរទៅរកផឹកទឹកនៅក្នុងត្រពាំងក្បែរគល់ត្រាចនោះដែលជាកន្លែងវាធ្លាប់ផឹករៀងរាល់ថ្ងៃទន្សាយមានប្រាជ្ញាក៏និយាយបន្លាចថាណែអាកូនដំរីកុំមកផឹកទឹករបស់អញទឹកនេះព្រះឥន្ទលោកឲ្យអញមកចាំយាមទេឯកូនដំរីខ្លាចមិនហ៊ានផឹកក៏ត្រឡប់ទៅប្រាប់មេវាថាម៉ែអើយខ្ញុំទៅផឹកទឹកត្រពាំងនោះស្រាប់តែឃើញសត្វអីមួយអង្គុយលើគល់ឈើវាដេញខ្ញុំមិនឲ្យផឹកទឹកអូវាថាខ្លួនវាជាបម្រើរបស់ព្រះឥន្ទខ្ញុំស្រេកទឹកណាស់ម៉ែមេដំរីឮកូនប្រាប់ដូច្នោះនឹកខឹងក៏នាំកូនត្រឡប់មកត្រពាំងទឹកវិញឃើញទន្សាយអង្គុយលើគល់ឈើក៏ស្រែកគំរាមឡើងថាយើអាសត្វទន្សាយច្រមុកចាត់អាក្រក់មកពីណាអង្គុយច្រងក់លើគល់ឈើនេះឯងមានអំណាចអីមកហាមប្រាមមិនឲ្យកូនឯងចុះផឹកទឹកនេះអញជន់ឯងថតិចក្បាលឥឡូវទន្សាយឆ្លើយឡើងថាយើមីស្បោងធំហោងឯងហ៊ានមកស្ដីឲ្យអញទឹកត្រពាំងនេះព្រះឥន្ទលោកប្រើអញឲ្យមកចាំយាមបានជាអញហ៊ានហាមដំរីខឹងទន្សាយជេរដូច្នោះក៏ស្ទុះភ្លាតទៅបួងទន្សាយជាប់ភើចចេញពីគល់ត្រាចប្រាថ្នានឹងបោកសម្លាប់ទន្សាយភ័យណាស់ក៏ស្រែកថាបើហោងឯងបោកអញសម្លាប់កុំបោកទៅក្រោមអញមិនស្លាប់ទេក្រវ៉ាញ់ទៅលើវិញទើបអញស្លាប់ដំរីខ្វះប្រាជ្ញាឮទន្សាយថាដូច្នោះក៏ក្រវ៉ាញ់ទន្សាយទៅលើឯទន្សាយកាលបានធ្លាក់ដល់ដីក៏បោលប្រោចចូលព្រៃបាត់ទៅ